សូមគោរពនឹងជម្រាបសួរពុកម៉ែបងប្អូនកូនក្មួយទាំងអស់គ្នានាព្រឹកថ្ងៃពុធ10រោចខែផុតបុត្រឆ្នាំម្សាញ់ស័កស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី17ខែកញ្ញាឆ្នាំ2025វេលាម៉ោង 8:00 នាទីលោកជាសម្បត្តិប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកអង្គរបូរីនិងលោកស្រីជាសមាជិកសសយកស្រុកបានចូលរួមសម្របសម្រួលក្នុងកម្មវិធីរដ្ឋបាលស្រុកអង្គរបូរីលោកមុតសុវណ្ណរិទ្ធប្រធានក្រុមប្រឹក្សាស្រុកអង្គរបូរីនិងលោករស់រដ្ឋអភិបាលស្រុកស្ដីទីបានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យសាមញ្ញាអភិសេកអតិធិធឡើងលើសធុបថ្មីនិងនិមន្តព្រះសង្ឃរាប់បាតដាបាំងស្កូលឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងទឹកដីបុរាណស្ថានអតីតវត្តជ្រោយនៃសាលាស្រុកអង្គរបូរីនិងសារមន្ទីរស្រុកអង្គរបូរីនិងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធវីរៈកងទ័ពដែលបានពលីជីវិតនៅសមរភូមិមុខក្នុងបុព្វហេតុជាតិមាតុភូមិនិងជូនដល់បុព្វការីជនមានមេដាបិតាជីដូនជីតា គ្រូឧបជាយាចាញាតិកាទាំង7សន្តានក្នុងសង្សារវត្តដែលកម្មពិធីនេះបានប្រារព្ធធ្វើឡើងនៅក្នុងបរិវេណនៃសារមន្ទីរស្រុកអង្គរបូរីដោយបានការអញ្ជើញចូលរួមពីសំណាក់លោកស្រីជាសមាជិកក្រុមប្រឹក្សាស្រុកនិងលោកស្រីអភិបាលរងស្រុកលោកនាយករដ្ឋបាលលោកស្រីនាយករងរដ្ឋបាលកងកម្លាំងប្រដាប់អាវុធទាំង3លោកស្រីប្រធានអនុប្រធានមន្ត្រីរាជការការិយាល័យអង្គភាពនៃរដ្ឋបាលស្រុកអង្គរបូរីលោកស្រីមន្ត្រីរាជការនៃការិយាល័យអង្គភាពជុំវិញស្រុកលោកមេឃុំគ្រប់ឃុំយុវជនលោកប្រធានអនុប្រធានសមាជិកសហគមន៍ទេសចរវប្បធម៌ធម្មជាតិភ្នំដាប្រជាពលរដ្ឋព្រមទាំងពុទ្ធបរិស័ទនិងសារមន្ទីរស្រុកអង្គរបូរីនិងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធវីរៈកងទ័ពដែលបានពលីជីវិតក្នុងសមរភូមិមុខក្នុងបុព្វហេតុជាតិមាតុភូមិនិងឧទ្ទិសកុសលជូនដល់បុព្វការីជនដែលមានមេដាបិតាជីដូនជីតា គ្រូឧបជាយាចាញាតិកាទាំង7សន្តានក្នុងសង្សារវត្តដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅក្នុងបរិវេណនៃសារមន្ទីរស្រុកអង្គរបូរីប្រកបដោយបរិយាកាសសោមនស្សរីករាយនិងជ្រះថ្លាបំផុតសូមអនុមោទនាកម្មជាកុសលឯណាដែលជាការអិនសៅមកយើងខ្ញុំបានកសាងធ្វើដោយកាយវាចាចិត្តកុសលទាំងអងនោះអាចជួយដងជួយបងខិននាំសันឲ្យជាប់ចិត្តសត្វនៅនីឋានឧត្តមសត្វណាមានសញ្ញាមនុស្សទេវតាឬឥន្ទព្រំដែលមានស័ក្តិតូចធំព្រមទាំងសันឥតសញ្ញាសូមបានចំណែកបុណ្យដែលជាគុណល្អថ្លៃថ្លាយើងខ្ញុំបានរចនាចាត់ចែងការកុសលនឹងម្យ៉ាងទៀតសันឯណាឆ្ងាយអស្ចារ្យពុំបានដឹងសូមទេវតាទេប្តឹងឲ្យដំណឹងយ៉ាងនេះថានរោជននៅឯនងស្រីឬប្រុងបានជ្រាំងថ្លាកសាងបញ្ញកិរិយាវត្ថុជាផ្លូវឆានឆាយហើយគេឧទ្ទិសផលឲ្យបានដល់អ្នកទាំងឡាយចូលមានចិនស្រងស្រាយបន្ទន់កាយទទួលយកសត្វលោកទាំងអង្គនោះដែលបានរួងតរៀងមកដោយបានបរិភោគនៅអាហារទើបរួងបានសត្វទាំងអស់នោះណាបានសុខាសពក្រុមប្រានអាហារយ៉ាងចំណានសូមឲ្យបានកុំខានឡើយទោសៈនិងខន្តីទោសៈនោះខ្លាំងកម្លាំងក្រៃលែងលុះតែងដោះវែងគ្មានអ្វីខ្លាំងដូចត្រូវកាត់ពីតិចត្រូវក្តិចពីតូចត្រូវអត់ឲ្យរួចពីទោសដែលខឹងអ្នកប្រាជ្ញបុរាណបានឲ្យដំណឹងថាបើមិនខឹងត្រូវហៅខន្តីឲ្យគេឈ្នះចុះយើងកុំខ្មាស់អ្វីមិនខឹងមិនស្ដីខន្តីបានយើងខន្តីជាទ្រព្យគូគប់កុំថ្កើងលើសទ្រព្យកើតឡើងក្នុងលោកទាំងមូលខន្តីជាឫសដុះជាបណ្ដូលខន្តីជាមូលមេធម៌ទាំងអស់ខន្តីជាស្ពានជាយានសប្បុរសអ្នកប្រាជ្ញទាំងអស់អាស្រ័យខន្តីទៅសួគ៌និព្វានគ្មានទៅដោយវ័យ
ទៅដោយខន្តីជាស្ពានយន្តដើរ